កាលពីដើមសប្តាហ៍កន្លងទៅនេះបណ្ដាប្រទេសមួយចំនួនដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនមានបារាំងអាល្លឺម៉ង់និងរុស្ស៊ីបានដង្ហើយហៅភាគីចំនួនមានរដ្ឋាភិបាលអ៊ុយក្រែននិងកងកម្លាំងឧទាមដែលគ្រប់គ្រងដោយរុស្ស៊ីជួបពិភាក្សាគ្នាដើម្បីរកដំណោះស្រាយចំនួនដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែននេះក្រោយមានការអំពាវនាវការប្រជុំបានចាប់ផ្ដើមកាលពីម្សិលមិញនៅក្នុងទីក្រុងមីងប្រទេសបេឡារុសដែលមានអ្នកតំណាងរដ្ឋាភិបាលរុស្ស៊ីអ៊ុយក្រែននិងតំណាងក្រុមឧទាមហើយក្នុងនោះមានប្រតិភូតំណាងអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុបផងដែរមុនមានកិច្ចប្រជុំនេះមន្ត្រីរដ្ឋាភិបាលលោក Petro Poroshenko បានប្រកាសថាការចរចាអាចនឹងធ្វើឡើងនៅថ្ងៃទី24និងថ្ងៃទី26ខែធ្នូដើម្បីឲ្យដំណើរការនៃការចរចានេះអាចធ្វើទៅបានដោយរលូននិងកាន់តែមានប្រសិទ្ធភាពប៉ុន្តែក្រោយបិទបញ្ចប់កិច្ចប្រជុំកាលពីម្សិលមិញគេសង្កេតឃើញថាมันមានផ្លែផ្កាអ្វីនោះឡើយហើយភាគីទាំងអស់ក៏មិនបានកំណត់ពេលវេលាសម្រាប់ពិភាក្សានាពេលបន្ទាប់ទៀតដែរយ៉ាងណាក៏ដោយការចរចាថ្ងៃទី2ថ្ងៃស្អែកនេះគេរំពឹងថាភាគីទាំងអស់អាចនឹងចុះកិច្ចព្រមព្រៀងរួមគ្នាបានប៉ុន្តែភាគីចំនួនបានអធិប្បាយថាការចុះកិច្ចព្រមព្រៀងរួមគ្នានោះនៅតែជារឿងស្រពិចស្រពិលដដែលតាមពិតទៅកិច្ចប្រជុំលើនេះមានផ្ដោតសំខាន់លើបញ្ហាប្រឈមជាច្រើនក្នុងនោះមានការពិភាក្សាគ្នាពីការដកសភាវុធធុនធ្ងន់ចេញពីតំបន់ប្រយុទ្ធមានការពិភាក្សាគ្នាពីការផ្លាស់ប្ដូរអ្នកទោសសង្គ្រាមនិងមានការបញ្ចប់ការហុំព័ទ្ធនិងកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុទៅកាន់តំបន់ដែលកំពុងមានសង្គ្រាមរួមទាំងការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រជាជនរងគ្រោះនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនថែមទៀតផងប៉ុន្តែតាំងពីដើមមករដ្ឋាភិបាលអ៊ុយក្រែនបានបដិសេធផ្ដល់ការផ្គត់ផ្គង់ហិរញ្ញវត្ថុឡើងវិញទៅកាន់តំបន់ភាគខាងកើតហើយការកាត់ផ្ដាច់នេះបានកើតមានឡើងក្រោយពេលដែលមេដឹកនាំក្រុមឧទាមបានរៀបចំការបោះឆ្នោតដោយផ្ទាល់នៅក្នុងតំបន់កាលពីដើមខែវិច្ឆិកាកន្លងមកនេះបើតាមការអាងរបស់មេដឹកនាំក្រុមអូទៀមគាំទ្រក្រុងមូស្គូដែលបានចូលរួមក្នុងកិច្ចប្រជុំនៅប្រទេសបេឡារុសដែរនោះកិច្ចប្រជុំម្សិលមិញប្រឈមនឹងបញ្ហាលំបាកជាច្រើនហើយភាគីមិនអាចស្វែងរកចំណុចឯកភាពគ្នាឃើញនិងមិនបានសម្រេចលទ្ធផលជាដុំកំភួននោះឡើយយ៉ាងណាមិញបញ្ហានៅពីក្រោយការមិនអាចស្វែងរកចំណុចឯកភាពគ្នាឃើញនៅក្នុងការចរចានេះអាចបណ្ដាលមកពីរដ្ឋាភិបាលអ៊ុយក្រែននៅតែបដិសេធផ្ដល់ការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុឡើងវិញទៅឲ្យតំបន់ភាគខាងកើតហើយនឹងសកម្មភាពមួយចំនួនទៀតរបស់ក្រុងគៀវនិងសហភាពអឺរ៉ុបដែលធ្វើឲ្យរុស្ស៊ីមិនសប្បាយចិត្តនោះគេមើលឃើញថាចំនួននេះពិតជាពិបាកបញ្ចប់ព្រោះនៅពេលនេះរុស្ស៊ីហាក់បីដូចជាខឹងសម្បានឹងលោកខាងលិចជាខ្លាំងដែលបន្តដាក់ទណ្ឌកម្មបន្តបន្ទាប់គ្នាប្រឆាំងនឹងក្រុងមូស្គូហើយអ៊ុយក្រែនក៏ជជែករឹងរូសចង់រត់តោងបកសម្ព័ន្ធយោធា NATO ថែមទៀតផងតែកតិនទណ្ឌកម្មប្រឆាំងរុស្ស៊ីកាលពីម្សិលមិញនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសេជេឡារ៉ូវបានថ្លែងរិះគន់រដ្ឋាភិបាលក្រុងគៀវនិងបណ្ដាប្រទេសលោកខាងលិចដែលមិនជួយដោះស្រាយចំនួនបែរជាព្យាយាមធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរនិងអាក្រក់ជាងមុនទៅវិញរដ្ឋមន្ត្រីខាងលើក៏បានលើកឡើងពីទណ្ឌកម្មជាច្រើនជំហានដែលលោកខាងលិចបានដាក់ចេញប្រឆាំងនឹងរុស្ស៊ីហើយនឹងការបន្តដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលក្រុង Washington កាលពីប្រមាណថ្ងៃមុននេះទៀតម្យ៉ាងវិញទៀតលោកក៏បានអធិប្បាយពីបញ្ហារបស់សហភាពអឺរ៉ុបដែលទោទណ្ឌតាមសម្ពាធរបស់ក្រុង Washington ជាពិសេសគឺអនុញ្ញាតឲ្យរដ្ឋាភិបាលក្រុង Washington បង្វិលតាមចិត្តក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីបើទោះបីជាពួកគេដឹងថារុស្ស៊ីបានចូលរួមច្រើនក្នុងការកសាងកិច្ចព្រមព្រៀងសន្តិភាពនៅភាគខាងកើតអ៊ុយក្រែនក៏ដោយប៉ុន្តែក្រៅពីរិះគន់លោកខាងលិចមានសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកលោកឡារ៉ូវបានបង្ហាញក្តីរំពឹងថាកិច្ចព្រមព្រៀងថ្មីលើនេះតិចឬច្រើនវានឹងជួយសម្រួលដល់ដំណើរការកសាងសន្តិភាពដោះស្រាយបញ្ហាវិបត្តិមនុស្សជាតិដែលកើតឡើងនៅភាគខាងកើតអ៊ុយក្រែនដោយមានការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់នោះម្យ៉ាងវិញទៀតគេសម្លឹងឃើញថាភាគីចំនួនមិនអាចរកចំណុចឯកភាពគ្នាឃើញនៅក្នុងការបន្តពិភាក្សាបន្ថែមលើការបង្កើតកិច្ចព្រមព្រៀងសន្តិភាពក៏ដោយសារតែរុស្ស៊ីកំពុងតែគុំគួនរដ្ឋាភិបាលអ៊ុយក្រែនដែលជជែកបន្តរត់តោងអង្គការ NATO មិនមែនជារឿងដែលគួរឲ្យឆ្ងល់ឡើយរុស្ស៊ីមិនដែលសូម្បីតែគិតថាចង់ឲ្យអ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុបឬក៏បកសម្ព័ន្ធយោធា NATO នោះត្បិតរុស្ស៊ីយល់ថាបកសម្ព័ន្ធយោធា NATO វាជាគ្រោះថ្នាក់ធំមួយសម្រាប់ខ្លួននាពេលអនាគត
សូមរំលឹកបន្តិចដែរថាកាលពីថ្ងៃអង្គារសមាជិកសភាអ៊ុយក្រែនជាច្រើនអ្នកបានសម្រេចបោះឆ្នោតបញ្ចប់គោលការណ៍អព្យាក្រឹតមិនចូលបកសម្ព័ន្ធដើម្បីត្រួសត្រាយផ្លូវដល់រដ្ឋាភិបាលលោកប៉ូរ៉ូសិនហ្គោក្នុងការភ្ជាប់ខ្លួនជាមួយបកសម្ព័ន្ធយោធា NATO គោលការណ៍មិនចូលបកសម្ព័ន្ធនិងអព្យាក្រឹតរបស់អ៊ុយក្រែនតាមពិតទៅទើបតែត្រូវបានបង្កើតឡើងកាលពីឆ្នាំ2010ដោយសារមានសម្ពាធពីក្រុងមូស្គូហើយច្បាប់នេះរារាំងអ៊ុយក្រែនមិនឲ្យចូលរួមជាមួយបណ្ដាបកសម្ព័ន្ធយោធាណាមួយបានឡើយកាលពីឆ្នាំ2010អ៊ុយក្រែនកំពុងស្ថិតនៅក្រោមការក្តោបក្តាប់របស់រដ្ឋាភិបាលលោកវីតូយ៉ាណូកូវិចដែលជាមនុស្សស្និទ្ធនឹងរណបក្រុងមូស្គូប៉ុន្តែក្រោយខែកុម្ភៈឆ្នាំ2014មេដឹកនាំរូនេះត្រូវបានប្រជាជនធ្វើបាតកម្មទាមទារឲ្យលោកចុះចេញពីតំណែងហើយសភាក៏បានបោះឆ្នោតទម្លាក់លោកចេញពីតំណែងតែម្ដងក្រោយទម្លាក់ចោលពាក្យថាព្យាក្រឹតអ៊ុយក្រែនបានព្យាយាមស្នើសុំចូលរួមជាមួយបកសម្ព័ន្ធយោធា NATO ប៉ុន្តែរដ្ឋាភិបាលក្រែមឡាំងបានព្រមានចំថាបើសិនជាចង់សុខស្រួលអ៊ុយក្រែនមិនគួរចូលរួមជាមួយអង្គការ NATO ដែលដឹកនាំដោយរដ្ឋាភិបាលអាមេរិកនោះឡើយពីខ្ញុំសៅផននិស័យសារព័ត៌មានថ្មីៗ.com